สุดท้ายเนี่ยต้องเอาគ្នាយើងវិលមកជួបគ្នាម្ដងទៀតហើយហើយថ្ងៃនេះផងដែរគឺខ្ញុំបានយករឿង Tokyo Ghoul ដើម្បីយកមកចែកជូនដល់អ្នកគ្នាទស្សនាហើយមុននឹងយើងចូលទៅដល់ក្នុងសាច់រឿងយើងគួរតែស្វែងយល់អំពី Ghoul បន្តិចសិន Ghoul គឺជាពពួកបិសាចដែលមានរូបរាងដូចជាមនុស្សអញ្ចឹងក៏ប៉ុន្តែវាមិនអាចស៊ីនៅចំណីអាហាររបស់មនុស្សបរិភោគរាល់ថ្ងៃបាននោះទេវាស៊ីបានតែសាច់ឈាមរបស់មនុស្សនិងសរីរាង្គរបស់មនុស្សតែប៉ុណ្ណោះហើយសាច់រឿងរបស់យើងគឺបានចាប់ផ្ដើមឡើងនៅក្នុងហាងកាហ្វេមួយកន្លែងហើយយើងក៏បានឃើញនៅមនុស្សចំនួន2នាក់ដែលពួកគេកំពុងតែនិយាយអំពីការញ៉ាយស្រីអញ្ចឹងទៅហើយប្រូដែលមានសក់ពណ៌លឿងមួយហ្នឹងគឺគាត់មានឈ្មោះថា Heidi UC ហើយខ្ញុំសុំហៅគាត់ថា Heidi ហើយដោយសារតែឈ្មោះគាត់ហ្នឹងយ៉ាងវែងពេកចំណែកឯប្រូដែលមានសក់ពណ៌ខ្មៅនេះវិញគឺគាត់មានឈ្មោះថា Kaneki ហើយ Kaneki ហ្នឹងគឺជាតួអង្គឯកនៅក្នុងរឿងហ្នឹងយកតែម្ដងហើយអ្នកទាំងពីរក៏ដោយសារតែ single ពេកក៏មកអង្គុយនិយាយគ្នាអំពីការញ៉ាយស្រីអញ្ចឹងទៅតើធ្វើបែបម៉េចទើបញ៉ាយស្រីបាននៅក្នុងពេលហ្នឹងស្រាប់តែទ្វារនៃហាងកាហ្វេហ្នឹងក៏បានបើកមកហើយក៏មាននារីដ៏ស្រស់ស្អាតម្នាក់បានដើរចូលមកនៅក្នុងហាងកាហ្វេមួយហ្នឹងហើយនាងគឺមានឈ្មោះថា Rise Kamishiro ប៉ុន្តែខ្ញុំសុំហៅគាត់ថា Rise ទេដោយសារតែឈ្មោះវែងពេកហេឯងចាប់អារម្មណ៍នាងមែនហ្នឹងប្រញាប់ទៅញ៉ាយទៅណាប្រយ័ត្នតែគេឆក់យកបាត់ហើយយើងសុំទៅផ្ទះមុនហើយនេះជាថ្លៃកាហ្វេរបស់យើង Goodbye Kaneki នៅពេលដែល Heidi ចេញទៅបាត់ហើយគឺគាត់បានធ្វើការលួចមើលទៅលើនាងក៏ប៉ុន្តែគាត់មិនហ៊ានចូលទៅនិយាយជាមួយនឹងនាងនោះទេហើយកំសាកដូចអ្នកមើលអញ្ចឹងហើយចង់បានសង្សារអីណានៅពេលដែលគាត់កលែកមើលទៅលើនាងហើយនាងក៏បានកលែកមកកាន់គាត់ហ្នឹងនៅពេលដែលគាត់មកដល់ផ្ទះភ្លាមគាត់ក៏បានធ្វើការហៅទូរស័ព្ទទៅកាន់ Heidi ដើម្បីសួរអំពីការដែលលើកដំបូងតើគួរត្រូវធ្វើបែបម៉េចគួរតែនាំនឹងទុនចិត្តឆាប់ស្រឡាញ់អាចតែម្ដងហើយនៅពេលដែលយប់អញ្ចឹងគឺ Rise នាងមិនហ៊ានទៅផ្ទះតែម្នាក់ឯងនោះទេក៏ដោយសារតែតំបន់ដែលនាងកំពុងតែរស់នៅហ្នឹងគឺមានមនុស្សស្លាប់ជាច្រើនក៏ដោយសារតែពួកបីប្រឈប់មួយកន្លែងហើយគាត់ក៏បានសួរទៅកាន់នាងផងដែរថានៅថ្ងៃក្រោយហ្នឹងនាងមានពេលទំនេរចេញមកដេតគាត់ម្ដងទៀតបានដែរឬអត់នៅពេលដែលកាណាគីគាត់ជួបរឿងបែបហ្នឹងគឺគាត់នៅអាហារដែលគាត់ជួយចិត្តកន្លងមកនឹងបានសោះវាហាក់បីដូចជារសជាតិហ្នឹងប្រែប្រួលខ្លាំងមែនតើហើយនៅពេលដែលគាត់អង្គុយឆ្ងល់សុកហ្នឹងស្រាប់តែមានស្រះចាច្រើនទេនៅពេលដែលគាត់សាកល្បងអាហារនៅក្នុងផ្ទះរបស់គាត់អត់នៅពេលដែលគាត់ជួបរឿងបែបហ្នឹងគាត់ក៏បានមកផ្ទះខ្លួនឯងដើម្បីយកកបិតហ្នឹងមកចាក់ខ្លួនឯងចង់ដឹងថាខ្លួនឯងឥឡូវហ្នឹងជាបិសាចឬក៏ជាមនុស្សហើយនៅពេលហ្នឹងគឺគាត់ពិតជាអស់សង្ឃឹមតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានធុំក្លិននៃចំណីអាហារដ៏សែនឈ្ងុយឆ្ងាញ់មួយទៀតមកហើយគាត់ក៏បានធ្វើដំណើរនិងធ្វើការរត់ទៅកាន់កន្លែងដែលមានយុទ្ធញុកមាត់កាណាគីដោយចង់ពិសោធន៍ទៅលើគាត់ថាឥឡូវហ្នឹងតើគាត់នៅជាមនុស្សឬក៏ជាបិសាចទោះបីជាតូកានាងខំពិសោធន៍ទៅលើគាត់យ៉ាងណាក៏ដោយក៏គាត់នៅតែមិនចង់ជឿដោយសារតែគាត់មិនយល់នោះទេថាហេតុអ្វីបានជាគាត់នឹងបានខ្លាចជាបិសាចហើយតូកានាងក៏បានហៅកាណាគីមកហាងកាហ្វេដែលនាងធ្វើការហើយនាងក៏បានឆុងកាហ្វេមួយកែវដើម្បីជូនទៅកាណាគីតែពេលនោះគាត់មិនចង់ផឹកទេដោយសារតែគាត់ធ្លាប់សាកទៅនឹងរសជាតិជាច្រើនហើយគឺគាត់មិនអាចផឹកបាននោះទេប៉ុន្តែចម្លែកអីកាហ្វេមួយកែវហ្នឹងគឺគាត់អាចផឹកបានតាមការពិតទៅបិសាចទាំងអស់គឺអាចផឹកកាហ្វេបានលើកលែងតែអាហារដែលមនុស្សបរិភោគប្រចាំថ្ងៃតែប៉ុណ្ណោះដែលពួកគេមិនអាចស៊ីបានមុននឹងគាត់ចេញពីហាងកាហ្វេម្ចាស់ហាងកាហ្វេក៏បានឲ្យកញ្ចប់មួយយ៉ាងហើយនៅក្នុងកញ្ចប់ហ្នឹងយើងអត់ដឹងថាស្អីនោះទេតែមើលទៅវាហាក់បីដូចជាសាច់អញ្ចឹងហើយការដែលគាត់បានខ្លាចជាបិសាចបែបហ្នឹងក៏ដោយសារតែរីមួយចំហៀងនិងមនុស្សមួយចំហៀងវាអត់ពេញលក្ខណៈនោះទេហើយនៅពេលព្រឹកគឺគាត់ធ្វើការមករៀនជាធម្មតាគឺមិនចង់ឲ្យមានរឿងអ្វីកើតឡើងនិងមិនខ្វល់ខ្វាយទៅលើអ្វីនោះទេហើយមិត្តភក្តិរបស់គាត់ Heidi ហ្នឹងគឺបាននាំគាត់ទៅជួបនឹងមនុស្សម្នាក់ដែលគាត់ស្គាល់ហើយអ្នកដែល Heidi ចង់ឲ្យកាណាគីស្គាល់ហ្នឹងគឺគ្មានអ្នកណាឆ្ងាយនោះទេហើយនោះគឺជា Nishiki នៅពេលដែលអ្នកទាំងពីរបានស្គាល់គ្នាហើយក៏បានដើរចេញមកក្រៅដើម្បីស្រូបយកខ្យល់អាកាសខ្លះនៅពេលនោះ Nishiki ក៏បានហុចនំមួយទៅកាន់គាត់ពិតជាភ័យមែនតើនៅពេលដែលគេហុចនំឲ្យគាត់បែបហ្នឹងក៏ប៉ុន្តែនៅពេលហ្នឹងគាត់ក៏បានឃើញ Nishiki នឹងស៊ីនំហ្នឹងយ៉ាងឆ្ងាញ់តែម្ដងយ៉ាងឲ្យគាត់ពិតជាភ្ញាក់ផ្អើលមែនតើហើយអ្នកទាំង3ក៏បានដើរទៅដល់កន្លែងមួយហើយ Nishiki នឹងក៏បានធាក់មួយជើងទៅកាន់ Heidi ឡើងប៉ើងយកតែម្ដងហើយគាត់ក៏សួរទៅកាន់នាគីទៀតផងដែរថាតើល្ងាចថ្ងៃហ្នឹងឯងនឹងយក Heidi ធ្វើជាអាហារពេលល្ងាចមែនហើយឈួតទីអាណាតយុមិត្តភក្តិឯងធ្វើជាអាហារអូមិនលបដូចជាឯងនោះទេហើយគាត់គ្រាន់តែលើបែបហ្នឹងភ្លាមគាត់ក៏បានចាក់ទម្លុះពោះទៅលើកាន់នាគីយកតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានដើរសម្ដៅទៅកាន់ Heidi ហើយគាត់ក៏បានចន់ក្បាលទៅលើ Heidi ឡើងឈាមយកតែម្ដងនៅពេលដែលកាន់នាគីគាត់ជួបរឿងបែបហ្នឹងធ្វើឲ្យគាត់នឹងនឹកទៅដល់អតីតកាលនៅពេលដែល Heidi ហ្នឹងមកសុំគាត់ធ្វើជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាហើយនៅពេលនេះគាត់ក៏បានចូលមកប្រយុទ្ធជាមួយនឹង Nishiki ក៏ប៉ុន្តែ Nishiki ហ្នឹងគឺបានតតគាត់មួយជើងឡើងប៉ើងយកតែម្ដងហើយនៅពេលហ្នឹង Nishiki ក៏បានបញ្ចេញនៅអាវុធរបស់គាត់មកហើយចំពោះអាវុធមួយហ្នឹងគឺវាមានឈ្មោះថា Gakone ហើយ Gakone ហ្នឹង
នឹងបិសាចណាក៏មានដែរព្រោះអីវាចេញពីសរីរាង្គរបស់បិសាចនៅក្នុងខណៈពេលហ្នឹងកាណាគីក៏បានបញ្ចេញនៅ Gargoyle របស់គាត់មកចាក់ទៅលើ Nishiki ឡើងទក់សាច់យកតែម្ដងតែឥឡូវគាត់កំពុងតែឃ្លានហើយនៅពេលដែលមានក្លិនឈាមបែបហ្នឹងគឺធ្វើឲ្យគាត់នឹងពិបាកក្នុងការទ្រាំខ្លាំងមែនតើទោះបីជាគាត់ដឹងថានេះគឺជាមិត្តភក្តិគាត់ក៏ដោយក៏គាត់នៅតែចង់ហៃស៊ីភ្លាមៗយកតែម្ដងនៅពេលដែលគាត់ភ្ញាក់ពីសន្លប់គាត់ក៏បានជូតមាត់គាត់ទៅវាហាក់បីដូចជាមានឈាមនៅពេលហ្នឹងគាត់ក៏បានគិតថាប្រហែលជាគាត់នឹងញ៉ាំមិត្តភក្តិគាត់បាត់ហើយនេះគ្រាន់តែជាការគិតរបស់គាត់នោះទេតាមការពិត Heidi គឺមិនបានត្រូវគាត់ស៊ីនោះទេហើយឥឡូវគឺគាត់ត្រូវការពេលវេលាដើម្បីសម្រាប់បន្តិចក៏ដោយសារតែគាត់នឹងត្រូវរបួសក្បាលយ៉ាងធ្ងន់គួរសមចំណែកឯបរិសុទ្ធចំណាស់ម្នាក់នេះវិញគឺគាត់មានឈ្មោះថា Yoshimura ហើយគាត់គឺជាម្ចាស់ហាងកាហ្វេមួយហ្នឹងនៅពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នាសោកៗស្រាប់តែមានមនុស្សចំនួន2នាក់បានដើរចូលមកក្នុងហាងកាហ្វេរបស់អ្នកទាំងពីរទៅពេលដែលអ្នកទាំងពីរចូលទៅក្នុងហើយកាណាគីគាត់ក៏បានសាកញ៉ាំសាំងវិចដែលគាត់ចូលចិត្តដល់ពេលដែលគាត់ញ៉ាំហើយគាត់ថារសជាតិនៅអដែលអើយឯងឈ្គួតទេមែនឯងជាបិសាចហ្នឹងឲ្យទៅស៊ីអាហាររបស់មនុស្សយ៉ាងម៉េចនឹងកើតនៅក្នុងពេលហ្នឹងលោកម្ចាស់ហាងក៏បានឲ្យកាណាគីហ្នឹងទៅធ្វើការងារមួយជាមួយនឹង Renji ហើយអ្នកទាំងពីរក៏បានមកដល់កន្លែងការងារហើយការងារដែលគេដាក់ឲ្យហ្នឹងគឺវាគ្មានស្អីនោះទេគឺជាការប្រមូលសាកសពហ្នឹងឯងហើយមួយនេះគឺជាជម្រើសដ៏ល្អសម្រាប់បិសាចណាដែលមិនចង់សម្លាប់មនុស្សនិងមិនចង់ធ្វើបាបមនុស្សព្រោះអីសាកសពដែលបានស្លាប់ហ្នឹងគឺសិតសឹងតែធ្វើអត្តឃាតដោយខ្លួនឯងចឹងហើយពួកគេប្រមូលដោយមានសន្តិភាពគឺអត់មានការខុសច្បាប់អីនោះទេហើយលោកម្ចាស់ហាងក៏បានប្រាប់ឲ្យតូការនឹងជូនកាណាគីនឹងទៅកាត់ស្រោមមុខមួយទៅហើយចំពោះការប្រើស្រោមមុខនឹងគឺជាការសម្គាល់សម្រាប់ពពួកបិសាចដូចជាពួកគេនៅពេលដែលគាត់កាត់ស្រោមមុខរួចគាត់ក៏ចង់ចូលទៅលេងក្មេងស្រីម្នាក់នៅពេលដែលគាត់នឹងបានជួបនាងនៅពេលល្ងាចនឹងឯងហើយនៅពេលនឹងគឺនាងកំពុងតែញ៉ាំអាហារហើយគាត់ក៏បានបើកទ្វារចូលទៅធ្វើឲ្យគាត់នឹងគឺភ្ញាក់ផ្អើលមែនតើដោយសារតែមាត់របស់នាងគឺប្រឡាក់ពុះពេញទៅដោយឈាមជាការសំទោសនៅក្នុងការរំខានការញ៉ាំអាហាររបស់នាងគាត់ក៏បានឆុងកាហ្វេមួយកែវដើម្បីយកមកជូននិងសំទោសនាងហើយក្មេងស្រីម្នាក់ហ្នឹងគឺនាងមានឈ្មោះថា Hinami ហើយនាងគឺចូលចិត្តអានសៀវភៅនិងចូលចិត្តសៀវភៅខ្លាំងណាស់ក៏ប៉ុន្តែនាងមិនអាចចូលរៀនបានក៏ដោយសារតែនាងហ្នឹងគឺជាបិសាចហើយរឿងរបស់យើងក៏មកដល់កន្លែងស្លេះបើសិនបើអ្នកទាំងអស់គ្នាណាដែលក៏ទើបតែមកថ្មីទេកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងហើយខ្ញុំសូមជូនពរឲ្យអ្នកគ្នាទៅណាមកណាជួបតែមនុស្សល្អជួបតែសំណាងល្អនិងរស់ស៊ីទទួលទានមានបាននៅក្នុងក្រុមគ្រួសារជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ